ស្វាគមន៍ប្រិយមិត្តមកកាន់ថ្នាក់រៀនភាសាអង់គ្លេសសម្រាប់សិស្សខ្មែរជាថ្នាក់រៀនដើម្បីជួយលោកអ្នកឲ្យចេះភាសាអង់គ្លេស កុំព្យូទ័រ និងមុខជំនាញផ្សេងទៀតជំរាបសួរប្រិយមិត្តអ្នកសិក្សាជាទីមេត្រីស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសសម្រាប់សិស្សខ្មែរជាថ្មីម្ដងទៀតតើនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះលោកអ្នកបានទៅកម្សាន្តនៅទីណាខ្លះហើយបានរីករាយឬទេ Welcome you again to the English class for Khmer student. Were you happy in Khmer New Year? Where did you go or what place did you visit? Okay. បាទខ្ញុំសូមជម្រាបថាការសិក្សាជាមួយខ្ញុំគឺខ្ញុំសន្យាថានឹងបង្រៀននិងចែកចាយលោកអ្នករហូតដល់កម្រិតទី3គឺមានន័យថាតាំងពីមិនទាន់ចេះរហូតទៅដល់កម្រិតដែលលោកអ្នកអាចទំនាក់ទំនងជាមួយនឹងជនបរទេសបានគឺសៀវភៅអាចនឹងដល់កម្រិតក្បាលទី3ឬក៏ក្បាលទី4ដូច្នេះសូមលោកអ្នកមានទំនុកចិត្តហើយព្យាយាមសិក្សាជាមួយខ្ញុំជាមួយនឹងវីដេអូរបស់ខ្ញុំដែលមាននៅក្នុង channel Kimpeach នេះឬក៏នៅក្នុង channel Cambon Service ដូច្នេះខ្ញុំនឹងមិនចាក់ចែងពីលោកអ្នកខ្ញុំនៅតែជួយបង្កើតវីដេអូសម្រាប់បង្រៀនសម្រាប់ចែកចាយហើយនឹងមានជំនួយពីការឆ្លើយតបសម្រាប់លោកអ្នកទៅវិញនៅក្នុង Facebook ផងដែរបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងរំលឹកនៅពាក្យខ្លះសូមត្រៀមឆ្លើយជាភាសាខ្មែរនៅពេលដែលខ្ញុំថាជាភាសាអង់គ្លេសសូមចាប់ផ្ដើម I'd like to study English with you I'd like to study English with you ខ្ញុំចង់រៀនភាសាអង់គ្លេសជាមួយនឹងអ្នកបាទខ្ញុំមិនប្រើពាក្យ want to ទេគឺប្រើ I'd like ជាទម្រង់គួរសមនៃ want to Could you teach me please Could you teach me please តើអ្នកឬក៏លោកបង្រៀនខ្ញុំបានទេYes, I can teach you free. Yes, I can teach you free. បាទខ្ញុំអាចបង្រៀនអ្នកដោយឥតគិតថ្លៃ free ដែលឥតគិតថ្លៃដែលឥតយកលុយ What is your requirement? What is your requirement? Requirement ពាក្យនេះប្រែថាតម្រូវបើជាកិរិយាសព្ទគឺ require គឺតម្រូវទាមទារចង់បានគឺតម្រូវវាមិនចង់បានដូច want ទេ want ចង់បានជាកម្មសិទ្ធិនេះតម្រូវឲ្យធ្វើអីមួយ requirement ទៅជានាមការតម្រូវតើអ្វីជាតម្រូវការជាការតម្រូវរបស់អ្នកថាតម្រូវឲ្យបំពេញអីធ្វើអីចឹងបាទ There is no requirement. There is no requirement, but there are two kinds of students. គ្មានតម្រូវការអីទេ There is no requirement មិនមានតម្រូវការអីទេប៉ុន្តែមានសិស្សពីរប្រភេទ There are two kinds of students. មានសិស្សពីរប្រភេទ The student with enrollment or without enrollment you can choose The student with enrollment or without enrollment you can choose សិស្សដែលមានការចុះឈ្មោះគឺ with យើងប្រើថាជាមួយក៏បានឬក៏ថាឲ្យន័យជាបរិបទបន្តិចទៅថាមានការចុះឈ្មោះសិស្សជាមួយនឹងការចុះឈ្មោះឬក៏គ្មានការចុះឈ្មោះ without គឺគ្មាន with ថាមានឬក៏ជាមួយ without គឺមិនជាប់ជាមួយអីទេអញ្ចឹង there are two kinds of students មានសិស្សពីរប្រភេទហ្នឹងគឺសិស្សជាមួយការចុះឈ្មោះឬក៏សិស្សមានការចុះឈ្មោះឬសិស្សមិនមានការចុះឈ្មោះ you can choose អ្នកអាចជ្រើសរើសអូខេបាទសម្រាប់វេយ្យាករណ៍នៅក្នុងមេរៀននេះខ្ញុំនឹងនាំលោកអ្នកឲ្យស្គាល់អំពីនាមរនាប់ A unit of noun
នាមរងាប់នៅក្នុងភាសាអង់គ្លេសគឺមិនសូវមានប្រើទេហើយក៏គ្មានក្បួនវេយ្យាករណ៍ដែលតាក់ទងទៅនឹងនាមរងាប់ដែរក៏ប៉ុន្តែខ្ញុំចងក្រងនៅពាក្យដែលគេប្រើតែម្ដងគេគ្មានក្បួនវេយ្យាករណ៍យ៉ាងណាក៏ដោយក៏ប៉ុន្តែគេប្រើតែម្ដងដែលឥតមានក្បួនបាទក៏ប៉ុន្តែនៅក្នុងភាសាខ្មែរក្តីភាសាកូរ៉េក្តីគឺមានការប្រើប្រាស់នាមរងាប់ច្បាស់លាស់ខ្ញុំលើកឧទាហរណ៍អង់គ្លេសថា a car ខ្មែរយើងបើប្រៀបធៀបនៅអត្ថន័យខ្មែរ A គឺ1 car គឺរថយន្តឬក៏ឡានប៉ុន្តែអត់មានពាក្យគ្រឿងទេនៅក្នុងពាក្យអង់គ្លេសនេះតែនៅក្នុងពាក្យខ្មែរមានឡានមានមួយហើយថែមពាក្យគ្រឿងអញ្ចឹងពាក្យគ្រឿងនឹងហើយគឺជានាមរងាប់បាទមួយទៀត a house នៅក្នុងភាសាអង់គ្លេសមានតែ a ហើយនិង house ភាសាខ្មែរមានមួយមានផ្ទះហើយមានខ្នងអញ្ចឹងក្នុងភាសាខ្មែរមានពាក្យខ្នងថែមទៀតក្នុងភាសាអង់គ្លេសក្នុងភាសាកូរ៉េក៏អញ្ចឹងដែរពិសេសក្នុងភាសាអាស៊ីយើងហ្នឹងគឺមាននាមរងាប់ច្បាស់លាស់បាទគឺមានខ្នងមានគ្រឿងមានអ្នកមានក្បាលមានចង្កោមមានស្និតមានផ្លែគឺច្បាស់លាស់បាទតែក្នុងភាសាអង់គ្លេសមានតែពាក្យមួយហើយនឹងផ្ទះអត់មានពាក្យខ្នងអត់មានពាក្យគ្រឿងទេបាទហើយម្យ៉ាងទៀតទោះបីអត់មានពាក្យខ្នងអត់មានពាក្យគ្រឿងចឹងក៏ដោយក៏គេប្រើនាមរងាប់នៅក្នុងភាសាអង់គ្លេសប្រើតែម្ដងបាទប្រើតែម្ដងអត់មានក្បួនវេយ្យាករណ៍អីទេអញ្ចឹងខ្ញុំចងក្រងនេះដើម្បីឲ្យដឹងថាជាភាសាខ្មែរដែលនិយាយថាគ្រឿងនោះអង់គ្លេសថាម៉េចដែលនិយាយថាខ្នងនោះអង់គ្លេសថាម៉េចដែលនិយាយថាស្និតថាចង្កោមថាបាច់ណាថាបង្វិចនោះថាមកក្រុមមកពួកមកចម្ពោះអីនោះគឺសិតតែនាមរងាប់របស់ខ្មែរអង់គ្លេសថាម៉េចអញ្ចឹងបាទអញ្ចឹងយើងនឹងសិក្សាថ្ងៃនេះដូចតទៅបាទសូមអានម្ដងមួយតាមខ្ញុំមួយពាក្យអាន2ដង please read after me one word two times អូខេមួយចង្កោមមួយស្និតគឺយើងគ្រាន់តែមើលបានហើយមិនបាច់អានចាំអានទេយើងគ្រាន់តែអានអង់គ្លេស a cluster គឺមានន័យថាមួយចង្កោមឬក៏មួយស្និតនិយាយពីផ្លែឈើឬក៏បើនិយាយហ្នឹងហើយផ្លែឈើមានចេកមានផ្លែអីដែលជាចង្កោមទាំងបាយជូរអីចឹងណាបាទ a bundle មួយបង្វិចនិយាយពីខោអាវវិចជាបង្វិចនិយាយពីសម្ភារៈអ្វីមួយដែលវិចជាបង្វិចជាកញ្ចប់ជាបាច់អីចឹងបាទប៉ុន្តែមានពាក្យមួយទៀតបាច់មួយបាច់ដូចជាអស់ដូចជាអីគេប្រើ a bunch មិនបាញ់ទេបាន់ហើយនឹងឈើ a bunch មួយដុំ a loaf បាទមួយដុំគឺនិយាយពីថ្មក៏បាននិយាយនំប៉័ងឬក៏នំអីនិយាយឲ្យតែតាក់ទងនឹងដុំបាទ a loaf បាទនាមរងាប់ទាំងនេះគេត្រូវមាន of ទៀតណាបាទដូចជាយើងនិយាយថាចេកមួយស្និតអញ្ចឹងយើងត្រូវដាក់ a cluster of banana អញ្ចឹង a cluster of banana ត្រូវមានពាក្យ of មួយទៀតបន្ទាប់ពីនាមរងាប់ទាំងនេះអញ្ចឹង a cluster of a bundle of a bunch of a loaf of អីចឹងទៀតទៅប៉ុន្តែក្នុងនេះខ្ញុំមិនដាក់ of ទេចាំនាពេលយើងប្រើក្នុង clear ខ្ញុំគ្រាន់តែជម្រាបថាមាន of មួយទៀតគឺយើងប្រើបានអូខេបាទមួយដុំឬក៏មួយរមូនេះមួយដុំដែរមិនដូចដុំថ្មទេដុំរមូដូចកថាណាម័យឃើញមួយដុំហ្នឹងប៉ុន្តែវារមូយើងទាញមកវាវិលមួយដុំរមូអញ្ចឹងណាអញ្ចឹងគេហៅ a scroll របស់អីក៏ដោយឲ្យតែដុំមែនប៉ុន្តែវាគេដាក់តម្រៀបគ្នាជារមូដូចយើងមូកតេលអញ្ចឹងគេហៅ a scroll បាទមួយបន្ទះឬក៏មួយសន្លឹកគឺ a piece បាទដូចជាក្តារដូចជាសន្លឹកសភៅអីហ្នឹងគឺមួយបន្ទះឬក៏មួយសន្លឹកគឺ a piece បាទបើយើងថាសភៅមួយសន្លឹកគឺអត់ថា a paper ទេគឺថា a piece of paper គឺយើងចេះថែមណាចេះថែមទៀតក្នុងការនិយាយថាกระดาษមួយសន្លឹក a piece of paper នំមួយបន្ទះ a piece of cake ឃើញទេ
ចឹងនេះប្រណប់វាជួយយើងឲ្យចេះប្រើបន្ថែមទៅលើការរាប់ចំនួនណាបាទដូចយើងនិយាយថាបើជើងមួយគូយើងអត់ថា a shoe ទេគឺ a pair of shoe ស្បែកជើងមួយគូបាទមួយឡូគឺគេនិយាយថា a dozen បាទអត់ dozen ទេ da ទៅជា da a dozen សេញវា a dozen មួយឡូបាទម្ដងទៀតណាអាន a cluster a bundle a bunch a loaf a scroll a piece a dozen សូមអានតាមខ្ញុំបន្តទៀត please continue read after me a bottle ប៉ុន្តែដល់ពេលគេអានរៀងកាច់តង់តិចទៅ a bottle គឺចំណាំថាអញ្ចេះថើសទៅជា rush bottle ជា bottle អញ្ចឹងណាថើសទៅជា rush គាត់តែចំណាំអញ្ចឹងឯងបាទអញ្ចឹង a bottle គឺមួយដបដូចយើងនិយាយថាCoca Cola មួយដប a bottle of Coca អញ្ចឹងយើងអត់និយាយថា a Coca ទេគឺយើងមាននាមប្រណប់សម្រាប់រាប់ចំនួន a glass មួយកែវ a cup មួយពែងដូចជាយើងនិយាយថាកាហ្វេមួយពែង a cup of coffee យើងអត់ថា a coffee ទេឃើញទេយើងមាននាមប្រណប់សម្រាប់រាប់កាន់តែយើងស្រួលហើយយើងស្រួលនិយាយ a can មួយកំប៉ុង can នេះបើជាកិរិយាសព្ទគឺអាចប៉ុន្តែជានាមគឺកំប៉ុងទៅវិញ a can of soda អញ្ចឹងសូដាមួយកំប៉ុង a can of beer មួយកំប៉ុងអីចឹងទៅមួយគូ a pair មួយគូស្បែកជើងមួយគូ a pair of shoes ចំហៀងឬមកខាងអានេះមិនគូទេមកចំហៀង a half ឬក៏ one side ឬក៏ one side មួយចម្ពោះ a chapter ដូចយើងអានច្បាប់ឬក៏អានរឿងអីគេគិតជាចម្ពោះច្រើនមេត្រាមួយចម្ពោះ a chapter បាទម្ដងទៀត a bottle a glass a cup a can a pair a half ឬក៏ one side a chapter Okay, please continue read after me again. An article. 3ម៉ាត់ណា article ឬក៏ a verse គឺមានន័យថាមួយមេត្រាឬក៏មួយខមានន័យថាវាតូចជាចម្ពោះទេចម្ពោះវាច្រើនអញ្ចឹងមួយមេត្រាឬក៏មួយខនេះគេនិយាយពីច្បាប់ឬក៏អំពីក្បួនខ្នាតផ្សេងណាអញ្ចឹងគេតាក់ទងរឿង article ក៏ប្រែថាអត្ថបទដែរប៉ុន្តែវាមិនធំណាស់ទេមួយសន្លឹកអីចឹងទៅឬក៏កន្លះសន្លឹកឬក៏មួយប៉ុន្តែវាធំជាង paragraph ណា paragraph វាតូចទៀងទៅទៀតអញ្ចឹង an article ឬក៏ a verse មួយមេត្រាឬក៏មួយខនិយាយពីចំណុះម្ដងមួយធុង a barrel មួយធុងមួយលីត្រ a liter បើយើងថាទឹក1លីត្រគឺមិនមែនថា a water ទេគឺ a liter of water ណាកន្ត្រកមួយកន្ត្រកគឺ a basket 1គីឡូម៉ែត្រនេះរង្វាស់ចម្ងាយ a kilometer មិនឡូណាមិន kilometer អញ្ចឹងណាគឺឡូហ្នឹងទៅជា r វិញទៅអស់ kilometer a kilometer 1គីឡូម៉ែត្រ1ម៉ែត្រគឺ a meter មិន a meter ទេគឺ meter a meter 1គីឡូក្រាម a kilo អានេះគឺមិនអាន kilo ទេវាចប់ត្រឹម o គឺ kilo ធម្មតា a kilo 1គីឡូក្រាមសូមអានពីលើម្ដងទៀត an article a verse a barrel a liter a basket a kilometer a meter a kilo បាទខ្ញុំសូមជម្រាបថានាមរណបអំបញ្ញមិញដែលខ្ញុំបានលើកមកបង្ហាញគឺមិនទាន់អស់នៅឡើយទេ
ពីព្រោះអាចនឹងមាននាមរណបផ្សេងទៀតបើសិនខ្ញុំលើកអស់មានច្រើនជាងនឹងទៀតតែដោយសារមេរៀនរបស់យើងត្រឹមកម្រិតប៉ុណ្ណឹងខ្ញុំលើកមកល្មមថាសមរម្យអាចនឹងប្រើប្រាស់បានហើយពេលណាយើងជួបនាមរណបផ្សេងទៀតចាំខ្ញុំនឹងប្រាប់ថែមទៀតវានៅដែរតែមិននៅច្រើននោះទេណាអញ្ចឹងយើងមើលពាក្យដែលគេប្រើខ្ញុំបានជម្រាបមិញថាកាលណារៀបរណបហើយត្រូវមាន off ណាហើយបានដាក់នាមមកអញ្ចឹងដូចជា a cup of coffee មួយពែងណាអញ្ចឹងយើងបកពីស្ដាំទៅឆ្វេងវិញកាហ្វេមួយពែងយើងអត់បក off ទេណា off ហ្នឹងបើបកថានៃបើបក off គឺយើងបកពីឆ្វេងមកស្ដាំមួយពែងនៃកាហ្វេឃើញទេមួយពែងនៃកាហ្វេហ្នឹងវាបកថា off តែបើយើងមិនបកថា off គឺបកពីស្ដាំទៅកាហ្វេមួយពែងណាប៉ុន្តែភាសាខ្មែរយើងគិតមើលមិនដែលថាមួយពែងនៃកាហ្វេទេគឺនិយាយថាកាហ្វេមួយពែងអត់មានបកនៃក្នុងហ្នឹងទេអញ្ចឹងយើងចំណាំពាក្យខ្មែរអញ្ចឹងយើងបកពីស្ដាំទៅឆ្វេងទៅ a cup of coffee កាហ្វេមួយពែង a cup of tea តែមួយពែង a cup of tea តែមួយពែង a glass of water សូមអានតាមខ្ញុំ a glass of water a glass of water ទឹកមួយកែវ a glass of milk a glass of milk ប្រែថាម៉េចទឹកដោះគោមួយកែវបាទ a can of soda a can of soda soda ប្រែថាសូដាសូដាមួយកំប៉ុង a bottle of mineral water a bottle of mineral water បាទ mineral water គឺមានន័យថាទឹកដែលមានជាតិរ៉ែបាទមិនមែនរ៉ែមាសរ៉ែប្រាក់រ៉ែនៅក្នុងដីដែលគេជារបស់គីមីដែលយើងហូបមិនកើតទេពាក្យថារ៉ែវាមានពីរយ៉ាងគឺមួយសរីរាង្គមួយមានជាតិគីមីអានេះជារ៉ែសរីរាង្គដូចយើងរាល់ថ្ងៃយើងហូបអាហារទៅគឺមានជាតិចិញ្ចឹមទៅក្នុងរាងកាយរបស់យើងគឺជាតិរ៉ែជាតិចិញ្ចឹមរាងកាយអញ្ចឹងទឹកដែលមានជាតិរ៉ែទឹកដែលមានជាតិជីវជាតិរ៉ែដែលចិញ្ចឹមរាងកាយទេណាមិនមែនរ៉ែថ្នាំពុលឬរ៉ែជាតិគីមីនោះឡើយអញ្ចឹងទឹកដែលមានជាតិរ៉ែមួយដប a bottle of mineral water បាទនេះគឺជានាមរណបខ្លះៗដែលលើកយកមកប្រើនៅក្នុងភ្ជាប់ជាមួយនាមតែម្ដងសូមមើលការសន្ទនាសូមអានតាមខ្ញុំរវាង A និង B please come in បាទប្រហែលជា B គាត់ទៅរកក្នុងហាងកាហ្វេតូចមួយហើយ A គាត់និយាយសូមអញ្ជើញចូល please come in សូមអញ្ជើញចូលក្នុងមក thank you អរគុណអ្នកហើយបាទពាក្យណាស្រួលអានតែម្ដងមកណាឲ្យលឿន sit down បាទអត់ថា please ទេគាត់និយាយថាប្រហែលជាគាត់រៀងចំណាស់ជាងថា sit down អង្គុយទៅណា thanks អរគុណច្រើនហើយ would you like tea or coffee would you like tea or coffee តើចង់ហូបតែឬក៏កាហ្វេបាទអញ្ចឹងនៅពេលយើងស្នើសុំបបួលគេអញ្ជើញគេហូបអីមួយយើងអត់ប្រើ do ទេណាបើ do តើអ្នកចូលចិត្តពេលនោះនឹងដៃយើងប្រហែលជាអត់មានតែឬកាហ្វេផងគាត់ថាតើអ្នកចូលចិត្តកាហ្វេឬតែប៉ុន្តែ would you like តម្រង់អញ្ជើញតម្រង់បបួលតម្រង់ថារៀបនឹងប៉ាវគេរៀបនឹងឲ្យគេឬក៏រៀបនឹងឲ្យគេទិញតែម្ដងណា would you like tea or coffee តើត្រូវការកាហ្វេឬក៏តែ B គាត់ឆ្លើយវិញ a cup of coffee please a cup of coffee please សូមឲ្យអត់មានពាក្យឲ្យទេគាត់ថា please ហ្នឹងតំណាងឲ្យសូមឲ្យហើយសូមឲ្យកាហ្វេមួយពែងមកបាទសូមអានម្ដងទៀត please come in thank you sit down thanks would you like tea or coffee a cup of coffee please បាទយើងបន្តទៀតហើយខ្ញុំសូមទោសផងដែរបើសិនជាមេរៀននៅក្នុងការថតសំឡេងនេះមានសំឡេងរំខានពីព្រោះខ្ញុំមិនអាចញែកពេល
ណាមួយដែលมันមានសំឡេងរំខានទេដោយសារមជ្ឈដ្ឋានដែលខ្ញុំក្បែរកន្លែងដែលខ្ញុំរស់នៅនេះមានការដ្ឋានសាងសង់អញ្ចឹងធ្វើឲ្យមានសំឡេងខ្លះរំខានដូច្នេះខ្ញុំមិនអាចរងចាំដល់ពេលដែលគ្មានសំឡេងទេព្រោះខ្ញុំរវល់ដែរខ្ញុំធ្វើការងារផ្សេងហើយសឹងថាសំឡេងហ្នឹងវាអត់មានចន្លោះពេលបាទគេធ្វើទាំងសៅរ៍អាទិត្យទាំងអីទាំងអស់អញ្ចឹងសូមមេត្តាខន្តីអភ័យទោសរាល់បើមានសំឡេងរំខានបាទអញ្ចឹងយើងបន្តទៀតសូមអានតាមខ្ញុំ a piece of cake a piece of cake បាទនេះគឺនិយាយពី a piece មួយដុំណាមួយដុំឬក៏មួយបន្ទះបាទ a piece of cake នំមួយដុំឬក៏នំមួយបន្ទះបាទ a piece បើលោមួយដុំ piece យើងថាបន្ទះចុះ a piece of candy a piece of candy នំស្ករគ្រាប់សំទោសមិនមែននំទេស្ករគ្រាប់មួយដុំស្ករគ្រាប់មួយបន្ទះរវាង piece និង loaf ខុសគ្នាអញ្ចេះ a piece ដុំដែរតែរាងសំប៉ែតបាទអញ្ចឹងដុំអាច4ជ្រុងសំប៉ែតដល់ពេល loaf មួយដុំដូចមូលតែម្ដងដូចដុំថ្មអញ្ចឹង loaf មួយដុំអញ្ចឹងតែម្ដងបាទមូលឬក៏នំប៉័ងអីមួយដុំដល់ពេល piece រាងសំប៉ែតជាងគាត់តែចំណាំអញ្ចឹងទៅអាចបកប្រែដុំក៏បានបន្ទះក៏បានដែរគាត់តែចំណាំថា piece រាងសំប៉ែតហើយ loaf រាងដុំរាងមូលបាទសូមអានការសន្ទនារវាង A និង B ដដែលមិញគាត់ថាសូមកាហ្វេមួយពែង a cup of coffee please ហើយម្ចាស់ហាង A នោះគាត់និយាយទៀត how about a cookie how about a cookie how about ប្រែថាចំណែកឯឬក៏ចុះចំណែកឯឬក៏ចុះចំណែក cookie វិញនំ cookie គឺបែបហ្នឹងនំផ្អែមហ្នឹងចង់និយាយថាត្រូវការកាហ្វេហើយចុះអត់ត្រូវការនំអីហូបជាមួយនឹងទេ How about a cookie No thanks ទេអរគុណច្រើនហើយទេមិនអីទេទេបដិសេធណាទេអរគុណច្រើនហើយមិនបាច់យកមិនបាច់អីទេខ្ញុំត្រូវការតែកាហ្វេក្នុងន័យអញ្ចឹង No thanks I'm on a diet I'm on a diet បាទពាក្យថា I'm on a diet គឺคล้ายមកពី expression មួយដែលដាក់ថា be on a diet be on a diet គឺមានន័យថាតមអាហារជាក់លាក់ណាមួយបើអ្នកទឹកនោមផ្អែមគេតមស្ករបើអ្នកទឹកនោមប្រៃគេតមរាងប្រៃអញ្ចឹងតមបើអ្នកធាត់គេតមខ្លាញ់អញ្ចឹងគឺតមទៅលើអាហារជាក់លាក់ណាមួយដែលគេតាក់ទងរឿងជំងឺអញ្ចឹង be on a diet គេបបែក be ជាមួយ I គឺប្រើ am ជាមួយ we you they ប្រើ I យ៉ាង he she it គឺប្រើ is ចឹងទៅដល់ពេលនេះ I គឺប្រើមួយបំបែកទៅជា am I'm on a diet ខ្ញុំតមអាហារប្រែតែប៉ុណ្ណឹងទៅតមអាហារបាទតមអាហារអីគឺតមជាតិនំផ្អែមហ្នឹងគាត់អាចទឹកនោមផ្អែមអីចឹងទៅគាត់មិនហូបទេអានំ cookie ផ្អែមហ្នឹងយល់ទេបាទសូមអានម្ដងទៀត read again How about a cookie No thanks I'm on a diet បាទយើងបន្តទៀតសូមអានតាមខ្ញុំ a pair of shoes a pair of shoes ស្បែកជើងមួយគូបាទ a pair មួយគូ a pair of sneakers a pair of sneakers បាទ sneaker គឺបែកជើងកីឡាបែកជើងបាត់តាជើងកីឡាបែកជើងក្លុបដល់ shoe បែកជើងទូទៅបាទ shoe អាចបែកជើងបាទបែកជើងទូទៅជើងសង្រេចជើងអីគេមិនថាបែកជើងអីថា shoe ប៉ុណ្ណឹងដល់ពេល sneaker វាចែកជាបែកជើងកីឡា boot វាចែកជាបែកជើងកវែង sandal បែកជើងសង្រេចអីចឹងទៅជា a pair of sneakers បែកជើងកីឡាមួយគូ a pair of jeans a pair of jeans ខោកាប៊យមិនមែនខោកាប៊យមួយគូទេណាទៅជាខោកាប៊យមួយទៅវិញពីព្រោះថាគេគិតទៅលើជើងអញ្ចឹង a pair of shoes គឺសំទោស a pair of jeans គឺខោកាប៊យមួយបាទអញ្ចឹងបើយើងថាខោកាប៊យ2គឺមិនយើងថា two pair អញ្ចឹងទៅ two pair of jeans ទៅខោកាប៊យ2ហើយប៉ុន្តែនេះគឺខោកាប៊យតែមួយទេ a pair of boots ស្បែកជើងមួយគូស្បែកជើងកវែងណា a pair of boots ស្បែកជើងកវែងមួយគូ
a sweater áo chạ បាទ áo chạ a raincoat អាវភ្លៀង បាទស្គាល់អាវភ្លៀងទេអាវភ្លៀងសម្រាប់ពាក់ខែធ្លាក់ភ្លៀងអញ្ចឹងការពារភ្លៀង a sweater អាវចាក់បាទសូមអានការសន្ទនារវាង C ហើយនិង T excuse me បាទ excuse me គឺសុំទោសសុំសួរបន្តិចមែនទេបាទឬក៏បាទត្រូវហើយគឺសុំទោសសុំសួរបន្តិចគឺអ្នកប្រកាសជាអ្នកទិញណាបាទ Yes can I help you បាទឬក៏ចាតើខ្ញុំអាចជួយអ្នកបានទេគឺតើអ្នកមានការអ្វីវាទៅអញ្ចឹងវិញណា Can I help you អ្នកមានការអីដែរ I'd like a pair of shoes please I'd like a pair of shoes please ខ្ញុំត្រូវការស្បែកជើងមួយគូបាទ please សូមបង្ហាញសូមប្រាប់សូមអីគាត់គេនិយាយ please អញ្ចឹងណាក្នុងន័យអញ្ចឹងក្នុងន័យថាគាត់មករកទិញហើយសូមមេត្តាដឹងថាគាត់មកទិញដឹងថាគាត់មករកហើយសូមមេត្តាបង្ហាញបែកជើងនឹងអីចឹងទៅម្ចាស់ហាងគាត់សួរទៀត What color would you like អ្នកត្រូវការពណ៌អ្វីដែរអ្នកចង់បានពណ៌អ្វីដែរ brown ពណ៌ត្នោតបាទសូមអានការសន្ទនាម្ដងទៀត Please read again Excuse me Yes Can I help you I'd like a pair of shoes please What color would you like brown បាទសូមលោកអ្នកអានពាក្យ help បាទមិនអាន hell ទេ hell ច្រឡំពាក្យមួយទៀតថាឋាននរកគឺ hell ហើយក៏មិនអាន help និយាយដែរគឺយើងអាន help ចំគឺអត់មាន l ហើយអញ្ចឹងយើងអាន hell ហើយបាន p ក្រោយ help ហើយ p help ប៉ុន្តែ p អត់ឲ្យលឺគឺបិទមាត់ចិត្ត help អញ្ចឹងឲ្យប្រកបទៅលើហស្អេនិងលឲ្យចេញជា hell ហើយបាន p បិទមាត់ចិត្ត help អញ្ចឹងណា help Can I help you ឃើញទេបាទបញ្ចប់ការសន្ទនាមួយដែលនិយាយអំពីហាងស្បែកជើងអ្នកលក់អ្នកទិញនៅហាងស្បែកជើងហ្នឹងហើយម្ចាស់ហាងគាត់សួរទៀតមិញថាចង់បានពណ៌អីគឺ brown What color would you like គឺ brown What size are you តើអ្នកទំហំអ្វី What size are you បើយើងបកឲ្យចំ what ហ្នឹងគឺអ្វី size ទំហំ are ហ្នឹងគឺ you អ្នកគឺទំហំអ្វីចង់និយាយថាអ្នកមានទំហំប្រមាណនៅបែកជើងរបស់អ្នកទំហំប្រមាណ What size are you 7 លេខ 7 Can I try them on ពាក្យថា try on នេះវាគឺជា phrasal verb ដូចជា turn on turn off put on put off អីចឹងដែរអញ្ចឹង try them ហ្នឹងចំនួនស្បែកជើងគេអត់ដាក់ try on them ទេគឺ try them on គឺញែកនាមឬក៏ញែកសព្វនាមនៅកណ្ដាលមកអញ្ចឹង try them on តើខ្ញុំអាចសាកឬក៏លពាក្យថា try on វាប្រែថាសាកឬក៏លខ្ញុំអាចលបានទេចុះបើយើងទៅហាងស្បែកជើងបើយើងចង់និយាយថាខ្ញុំអាចលបានទេ Can I try them on ក្រៅពីស្បែកជើងយើងអាចលអាវលខោលអីផ្សេងក៏អញ្ជៀនក៏ដោយខ្សែកក៏ដោយយើងប្រើពាក្យហ្នឹងដែរ try on Can I try it on យើងប្រើ it ក៏បានបើមួយដល់ពេលនេះដោយសារស្បែកជើងពីរគេប្រើ them បើខោកាបូយយ៉ាងដែរបើខោកាបូយយើងប្រើ them ព្រោះខោកាបូយមួយក៏គេប្រើទៅលើជើងពីរអញ្ចឹងយើងថា could ក៏បានណាក្រៅពី can យើងអាចប្រើ could ក៏បាន Could I try them on Could I try them on តើ Could I try it on ខ្ញុំអាចលោវាបានទេហ្នឹងឯងប្រើហ្នឹង sure បានតើច្បាស់ហើយពិតហើយបាន sure សូមអានសាថ្មី What size are you 7 Can I try them on sure អូខេយើងនៅតែការសន្ទនាមួយទៀតទេនឹងចប់មេរៀននេះហើយសូមអានការសន្ទនាតាមខ្ញុំ Please read the conversation after me Hi
A frozen yogurt please Hi A frozen yogurt please សួស្តីសូមឲ្យទឹកដោះគោជូរទឹកដោះគោជូរ yogurt ទឹកដោះគោជូរដែល class A frozen មានថា class A ឬក៏កកបាទធម្មតាការ៉េមពីទឹកដោះគោជូរនេះគេដាក់ក្នុង class A ទៅវាកកហ្នឹងហើយតិចបាទសូមឲ្យទឹកដោះគោជូរ class A ហ្នឹងខ្ញុំមួយមក What flavor រសជាតិអីដែរ flavor ប្រែថារសជាតិបាទរសជាតិអ្វីដែរ strawberry chocolate or vanilla strawberry គឺរសជាតិ ផ្លែ strawberry chocolate រសជាតិសូកូឡា or vanilla រសជាតិ vanilla strawberry please សូមឲ្យរសជាតិ strawberry មក in a sugar cone or in a cup in a sugar cone or in a cup បាទតើមិញសួររសជាតិឥឡូវដាក់ទឹកដោះគោជូរឬក៏រ៉ែមទឹកដោះគោជូរនេះដាក់នឹងពែង in a cup ដាក់នឹងពែងឬក៏ដាក់នឹងកោណ sugar cone ដាក់នឹងកោណស្ករកោណរាងសាជីស្រួច in a sugar cone or in a cup ដាក់នឹងកោណស្ករឬក៏ដាក់នឹងពែង in a cup please ដាក់នឹងពែងមក there you go នេះលោកឬក៏នេះអ្នក that's $1.95 ឬក៏យើងអាចថា that's $1.95 ក៏បានដែរ A ក៏បាន 1 ក៏បាន 1បាទសូមអានម្ដងទៀត Hi a frozen yogurt please What flavor strawberry chocolate or vanilla strawberry please in a sugar cone or in a cup please there you go that's $1.95 បាទខ្ញុំជម្រាបថាការរៀនតាម YouTube មិនអាចយឺតដូចរៀនធម្មតាផ្ទាល់ទេដូច្នេះទាំងការអានទៅតាមខ្ញុំឲ្យទាន់ឲ្យលឿនហើយទាំងការបកប្រែក៏ខ្ញុំបកប្រែលឿនដែរមិនអាចយឺតដូចក្នុងធម្មតាទេពីព្រោះជីវលក្ខណៈវីដេអូបើយឺតអញ្ចឹងវាស៊ីពេលច្រើនណាលោកអ្នកអាចពាក្យណាដែលមិនទាន់ចេះហ្នឹងលោកអ្នកអាចកត់ហើយយើង pause វីដេអូបន្តិចសិនទៅចាំបន្តអញ្ចឹងវាមិនដូចខ្ញុំមិនអាចរងចាំដូចធម្មតាបង្ហាត់ផ្ទាល់នោះទេអញ្ចឹងវីដេអូលក្ខណៈលឿនហើយលោកអ្នកមួយចំនួនគិតថាដូចយើងលឿនណាបាទវីដេអូគឺត្រូវតែលឿនអញ្ចឹងអត់មានយឺតទេហើយទម្លាប់ឲ្យយើងលឿនផងដែរព្រោះមេរៀនយើងនៅវែងឆ្ងាយមិនងាយបើយើងអាឡ័យទៅយឺតអត់បានទេត្រូវស្រោតណាត្រូវស្រោតធ្វើអីមួយយើងកែទម្លាប់របស់យើងត្រូវការមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែកែទម្លាប់កែមិនមែនកែមកវឹបឲ្យកលាប់ចាក់ឯណាកែសម្រួលវាថាយើងយឺតកើមណាទាំងកាយវិការទាំងព្រលឹមឡើងយើងក្រោកយឺតយើងដោះថ្មិញយើងងូតទឹកអីយឺតហូបបាយក៏រៀងថាស្លៀកពាក់អីទាំងអស់នឹងយឺតគ្រប់ពេលអញ្ចឹងកែបន្តិចផ្សំគ្នាទៅងូតទឹក10នាទីយើងកែមក9នាទីញ៉ាំបាយ15យើងកែមក14កែបន្តិចធ្វើឲ្យសកម្មភាពយើងទាំងការអានការមើលជួនកាលយើងអានអត្ថបទខ្លីហ្នឹងយើងអង្គុយសម្លឹងហើយកន្លះម៉ោងយឺតណាអញ្ចឹងគេសម្លឹងមកខ្វាច់បានទៅដល់4 10បន្ទាត់ហើយយើងនៅយឺតអញ្ចឹងទម្លាប់គេទម្លាប់ម្ដងបន្តិចយូរគឺលឿនណាលឿនយើងត្រូវការលឿនបើប្រៀបធៀបនឹងការងារនៅក្នុងក្រុមហ៊ុនឬក្នុងឬក៏ប្រៀបធៀបនឹងការងារប្រទេសគេនេះគឺថាត្រូវការលឿនសឹងថាខ្លួនយើងដូចជាម៉ាស៊ីនទៅហើយគឺទម្លាប់លឿនណាប៉ុន្តែមិនថាឲ្យលឿនណាស់ពេកនោះទេគឺត្រូវថាយ៉ាងណាកាត់បន្ថយអ្វីដែលយើងអសកម្មណាកាលណាយើងលឿនចំណេញពេលដែរចំណេញពេលយើងធ្វើឲ្យចំណូលយើងនឹងកើនឡើងជាមិនខានទេអញ្ចឹងកែទម្លាប់បន្តិចមួយខែ2ខែយូរយើងអាចលឿនបានបាទអូខេបាទមេរៀនរបស់យើងនៅថ្ងៃនេះសន្មតថាចប់ហើយខ្ញុំទុក homework សម្រាប់លោកអ្នកធ្វើនៅផ្ទះខ្លះហើយក្នុងហ្នឹងមានពាក្យខ្លះថ្មីក៏ប៉ុន្តែចម្លើយនឹងដឹងនៅពេលដែលលោកអ្នកផ្ញើចម្លើយ homework របស់អ្នកលោកអ្នកទៅកាន់ខ្ញុំបាទសូមផ្ញើចម្លើយមកខ្ញុំផ្ទាល់គឺក្នុង Facebook របស់ខ្ញុំសូមផ្ញើសារទៅដើម្បីខ្ញុំនឹងកែ
បាទខ្ញុំមានផ្ទះមួយខ្នងនិងម៉ូតូមួយគ្រឿងនាងទិញខោកាប៊យមួយអាវចាក់មួយនិងស្បែកជើងមួយគូតើគេអាចលចិញ្ចៀននេះបានទេដំបូងសាកបន្ទាប់មកចំជាស្អាតមែនបាទឃ្លាខ្លីៗហ្នឹងគឺឲ្យយើងចេះតែងឃ្លាខ្លីៗដំបូងសាកបន្ទាប់មកអីក៏បានដែរតែយើងដាក់ត្រឹមហ្នឹងឲ្យចេះពាក្យខ្លីៗដូចជាចំជាស្អាតមែនគឺយើងសរសើរទៅលើរបស់សរសើរទៅលើមនុស្សចំជាស្អាតមែនឲ្យយើងចេះពាក្យខ្លីៗហ្នឹងយូរទៅគុំគ្នាយូរទៅបានច្រើនហើយបាទអញ្ចឹងលោកអ្នកខ្ញុំសង្ឃឹមថាលោកអ្នកនឹងសិក្សាអ្វីដែលយើងបានរៀនថ្ងៃនេះហើយកុំភ្លេចហើយរៀនតែងឃ្លាខ្លួនឯងថែមទៅតាក់ទងនាមរនាប់ហ្នឹងហើយនឹងរៀនស្ដាប់រឌីយោទូរទស្សន៍អីឲ្យឧស្សាហ៍ព្យាយាមតិចណាកាត់បន្ថយនៅអ្វីដែលយើងជាការកំសាន្តអីអត់ប្រយោជន៍ណាការលេងការមើលរឿងអីអត់ប្រយោជន៍ច្រើនហ្នឹងណាវាមិនអាចជួយយើងឲ្យមានបានទេវាបានតែយើងបានកំសាន្តមួយឆាវទេយើងគិតឲ្យធំជាងគេអ្វីដែលជួយឲ្យយើងអាចនឹងមានបានអាចនឹងមានគឺចំណេះហ្នឹងនឹងធ្វើឲ្យយើងមានហើយបាទចំណេះហ្នឹងធ្វើឲ្យយើងអាចរកការងារធ្វើឬក៏អាចនឹងទំនាក់ទំនងធ្វើជំនួញទៅថ្ងៃក្រោយទៀតអាចធ្វើឲ្យយើងនឹងមានអនាគតល្អចង់និយាយអញ្ចឹងតែបើការកំសាន្តយើងអាចកំសាន្តបានតែយើងបន្ថយព្រោះការកំសាន្តវាកំសាន្តរហូតបានច្រើនអត់ជួយឲ្យយើងបានទេវាខ្យល់កំសាន្តរួចទៅចប់ហើយអត់មានចំណេញបើរៀនឬអាចសល់ពាក្យសល់ឃ្លានៅក្នុងគំនិតយើងសល់ក្នុងខ្លួនយើងក្នុងខួរក្បាលយើងនឹងអាចចេះថ្ងៃក្រោយអញ្ចឹងសុខចិត្តថាលំបាកសុខចិត្តតស៊ូសុខចិត្តយ៉ាប់នៅពេលដែលយើងខំប្រឹងរៀនពេលដែលយើងទទួលចំណេះហ្នឹងសុខចិត្តយ៉ាប់ប៉ុន្តែអនាគតដូចពាក្យខ្មែរថានឿយមុនសំណុកក្រោយដូច្នោះដែរអរគុណច្រើនជួបគ្នានៅមេរៀនលើក្រោយទៀតបាទ see you in the next lesson បើលោកអ្នកមានចម្ងល់សូមសរសេរអ៊ីមែលមកកាន់ pichkim3@gmail.com ឬក៏ផ្ញើសារមកកាន់ my Facebook Kim Pitch ដែលមានរូបថតរបស់ខ្ញុំចំពោះលោកអ្នកដែលមិនទាន់បានចុច Subscribe គឺលោកអ្នកអាចចុច Subscribe នៅ